រឿងព្រេងនិទានចៅជីក្ដាមកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះថាចៅជីក្ដាមគេរស់នៅជាមួយម្ដាយជរាក្នុងខ្ទមជើងកាងដ៏កំសត់មួយនៅក្បែរមាត់បឹងគ្រួសារនេះក្រលំបាកណាស់រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹករៀងរាល់ថ្ងៃចៅជីក្ដាមតែងតែកាន់បង្គីនិងចបជីកចេញទៅវាលស្រែដើម្បីជីករករក្ដាមយកមកធ្វើជាអាហារនិងលក់ដូរដោះស្រាយជីវភាពថ្ងៃមួយមេឃក្តៅហែងខ្លាំងខុសប្លែកពីសពដងចៅជីកក្ដាមដើររកក្ដាមឡើងសពវាលស្រែតែរកមិនបានសូម្បីតែមួយក្បាលគេដើរកាត់វាលស្រែរហូតដល់មាត់ត្រពាំងជ្រៅមួយក៏ស្រាប់តែឃើញរោនក្ដាមដ៏ធំមួយនៅក្បែរគល់ឫស្សីដោយក្តីសង្ឃឹមចៅជីកក្ដាមក៏ចាប់ផ្ដើមជីកយ៉ាងខ្លាំងក្លាជីកជម្រៅមួយហាត់ឃើញតែដីឥដ្ឋជីកជម្រៅពីរហាត់ចាប់ផ្ដើមមានទឹកជ្រាបចេញមកជីកជម្រៅ3ហាត់ស្រាប់តែចុងចប់ជីកទៅប៉ះនឹងវត្ថុអ្វីម្យ៉ាងរឹងឮសូរតាំងចៅជីកក្ដាមនឹកក្នុងចិត្តថាអូប្រកាសជាក្ដាមថ្មធំហើយលើកនេះប៉ុន្តែនៅពេលគេកាយដីចេញវាមិនមែនជាក្ដាមនោះទេតែវាគឺជាក្អមបុរាណមួយដែលមានមាត់បិទជិតឈឹងនៅពេលដែលចៅជីកក្ដាមលើកក្អមនោះមកដាក់លើមាត់រុនស្រាប់តែមានសំឡេងខ្សឹបខ្សៀវចេញពីខាងក្នុងក្អមនោះថាចៅអើយជួយដោះលែងយើងផងបើចៅដោះលែងយើងនឹងជួយឲ្យចៅមានបានសោយសុខក្នុងជីវិតចៅជីកក្ដាមភ័យផងអរផងក៏សម្រេចចិត្តបើកមាត់ក្អមនោះស្រាប់តែមានផ្សែងពណ៌សហុយចេញមកសោយភុយពេញអាកាសបង្កើតបានជារូបរាងមនុស្សចម្លែកម្នាក់បន្ទាប់ពីផ្សែងពណ៌សហុយចេញពីក្អមរូបរាងដែលលេចចេញមកនោះមិនមែនជាបិសាចគួរឲ្យខ្លាចឡើយតែគឺជាលោកតាអេសីម្នាក់ដែលមានពុកមាត់សវែងអង្គុយលើពពកវិលវល់លោកតាអេសីមានបន្ទូលថាចៅជីកក្ដាមអើយចៅមានចិត្តធម៌បានជួយរំដោះយើងឲ្យមានសេរីភាពដើម្បីជាការតបស្នងយើងនឹងប្រទានក្អមនេះដល់ចៅវាជាក្អមទឹករាល់ពេលដែលចៅឃ្លានឬខ្វះខាតអ្វីចៅគ្រាន់តែយកដៃអង្អែលមាត់ក្អមហើយពោលពាក្យថាក្អមមាសក្អមប្រាក់បើកមាត់ប្រទាននោះអ្វីដែលចៅប្រាថ្នានឹងចេញមកភ្លាមប៉ុន្តែត្រូវចាំថាចូលប្រើវាដោយសេចក្តីសុចរិតពោលចប់លោកតាអេសីក៏រលីបាត់ទៅក្នុងអាកាសបន្សល់ទុកតែលោកចៅជីក្ដាមដែលកំពុងឈរភាំងចៅជីក្ដាមត្រេកអរណាស់ក៏លើកក្អមនោះត្រឡប់ទៅផ្ទះវិញគេសាកល្បងអង្អែលមាត់ក្អមរួចពោលពាក្យដែលលោកតាផ្ដាំលើកទី1ចង់បានម្ហូបអាហារឆ្ងាញ់ជូនម្ដាយស្រាប់តែមានម្ហូបខ្មែរគ្រប់មុខលេចចេញមកពេញតុលើកទី2ចង់បានផ្ទះថ្មីនិងសម្លៀកបំពាក់ល្អខ្ទមជើងកាងក៏คล้ายជាផ្ទះធំស្កឹមស្កៃមិនយូរប៉ុន្មានជីវភាពចៅជីកក្ដាមក៏ប្រែជាមានបានគេតែងតែចែករំលែកអាហារនិងរបស់របរដល់អ្នកភូមិដែលក្រលំបាកជានិច្ចដែលធ្វើឲ្យអ្នកគ្រប់គ្នាស្រឡាញ់រាប់អានគេយ៉ាងខ្លាំងដំណឹងអំពីក្អមទឹកបានលេចឮទៅដល់ត្រចៀករបស់មហាសេដ្ឋីកំណាញ់ម្នាក់ក្នុងភូមិដោយក្តីច្រណែននិងលោភលន់សេដ្ឋីនោះបានប្រើល្បិចអញ្ជើញចៅជីកក្ដាមមកពិសាភោជនីយហារនៅផ្ទះរបស់ខ្លួនដើម្បីរកឱកាសលួចក្អមទឹកនោះនៅយប់នោះខណៈពេលដែលចៅជីកក្ដាមកំពុងសម្រាកមហាសេដ្ឋីបានលបចូលទៅក្នុងបន្ទប់ហើយបដូរក្អមទឹករបស់ចៅជីកក្ដាមជាមួយនឹងក្អមធម្មតាមួយដែលមានរូបរាងស្រដៀងគ្នាព្រឹកឡើងមហាសេដ្ឋីអរខ្លាំងណាស់ក៏ប្រញាប់យកក្អមនោះទៅលាក់ក្នុងបន្ទប់ងងឹតម្នាក់ឯងគាត់អង្អែលមាត់ក្អមហើយស្រែកថាក្អមមាសក្អមប្រាក់បើកមាត់ប្រទានមាសប្រាក់ឲ្យច្រើនសន្ធឹកសន្ធាប់មកប៉ុន្តែអ្វីដែលចេញមកមិនមែនជាមាសប្រាក់ទេតែគឺជាហ្វូងខ្ទួយនិងអាស៊ីរពឹសរាប់ពាន់ក្បាលបាញ់ចេញមកដូចទឹកបាក់ទំនប់មហាសេដ្ឋីភ័យស្លន់ស្លោរត់ចេញពីផ្ទះត្រង់ដាប់ត្រង់ដៅ
បន្ទាប់ពីហ្វូងសត្វអាសិរពិសបានសម្រុកចេញពីក្អមដែលមហាសេដ្ឋីលួចទៅផ្ទះវិឡាដ៏ស្កឹមស្កៃរបស់សេដ្ឋីត្រូវបានលំពាត់ដោយសត្វសាហាវមហាសេដ្ឋីភ័យខ្លាចដល់ថ្នាក់រត់ចោលទ្រព្យសម្បត្តិបោះក្អមចោលរួចរត់គេចខ្លួនទៅបាត់ស្រមោលចៅជីក្តាមបានដឹងខ្លួនថាក្អមដែលនៅជាមួយខ្លួនគឺជាក្អមคล้ายៗគេមិនបានខឹងសម្បាឬទៅប្តឹងផ្ដាល់អ្វីឡើយគេនៅតែបន្តទៅជីកក្តាមតាមវាលស្រែដូចដើមខណៈពេលដែលគេកំពុងដើរតាមផ្លូវស្រាប់តែឃើញក្អមទឹកនោះធ្លាក់នៅក្បែរចិញ្ចើមផ្លូវចំពេលដែលលោកតាអេសីលេចរូបរាងឡើងម្ដងទៀតលោកតាអេសីមានបន្ទូលដោយញញឹមថាចៅអើយចៅជាមនុស្សមានចិត្តធ្ងន់និងមិនលុបលុនក្អមនេះវាវិលមករកម្ចាស់ពិតប្រាកដរបស់វាវិញហើយសេចក្តីល្អរបស់ចៅគឺជាអាវុធការពារខ្លួនដ៏ល្អបំផុតបំណងប្រាថ្នាចុងក្រោយចៅជីក្តាមមិនបានសុំមាសប្រាក់សម្រាប់តែខ្លួនឯងទៀតឡើយគេបានសុំឲ្យក្អមទឹកនោះជួយប្រទានភ្លៀងធ្លាក់ដើម្បីឲ្យអ្នកភូមិមានទឹកធ្វើស្រែចម្ការពេញមួយឆ្នាំប្រទានសុខភាពល្អដល់ម្ដាយជរានិងអ្នកភូមិដែលគ្មានទីពឹងចាប់ពីពេលនោះមកភូមិឋានទាំងមូលប្រែជាមានភាពសម្បូរសប្បាយរីករាយនិងមានសន្តិភាពចៅជីក្តាមបានក្លាយជាអ្នកដឹកនាំភូមិដ៏មានប្រជាប្រិយភាពដែលគ្រប់គ្នាគោរពស្រឡាញ់ចំណែកឯមហាសេដ្ឋីកំណាញ់វិញដោយសារតែសេចក្តីលុបលុំចង់បានរបស់គេគាត់ត្រូវបាត់បង់អស់នូវទ្រព្យសម្បត្តិនិងត្រូវរស់នៅយ៉ាងលំបាកវេទនាតាមផ្លូវជាមេរៀនមួយសម្រាប់មនុស្សទាំងឡាយដែលចង់បានរបស់គេដោយមិនសុចរិតអប់រំក្នុងរឿងសេចក្តីលុបលុំនាំមកនូវក្តីវិនាសចំណែកឯសេចក្តីល្អនិងភាពស្មោះត្រង់នាំមកនូវសេចក្តីសុខនិងលាភជ័យពិតប្រាកដ